Bàជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមានវីដេអូមួយបាទនិយាយអំពីការដែលយើងទៅធ្វើការនៅកូរ៉េបាទដោយសារតែអតីតកាលយើងជាអ្នកធ្វើការនៅកូរ៉េរយៈពេល10ឆ្នាំដែរអញ្ចឹងហើយពេលដែលយើងមកស្រុកវិញមានបងប្អូនយើងជាច្រើនដែរមកជួបគាត់តែសួរនាំអំពីការដែលយើងទៅធ្វើការនៅកូរ៉េហ្នឹងដើម្បីស្របច្បាប់បាទតែយើងត្រូវធ្វើយ៉ាងម៉េចខ្លះដើម្បីបានទៅបាទថ្ងៃនេះយើងនឹងមកបកស្រាយខ្លះៗនៅអ្វីដែលយើងធ្លាប់ឆ្លងកាត់ពីមុនដើម្បីយើងបានទៅបាននោះ ទីមួយយើងត្រូវរៀនភាសាកូរ៉េបាទយើងរៀនរយៈពេលប៉ុន្មានវាអត់សំខាន់ទេបាទសំខាន់ឲ្យយើងរៀនចេះហើយយើងរៀនចេះនឹងក៏វាអត់សូវសំខាន់ប៉ុន្មានដែរសំខាន់មួយទៀតគឺឲ្យតែយើងបានប្រឡងជាប់បាទឲ្យយើងបានប្រឡងជាប់ហើយការប្រឡងកូរ៉េគឺមានតែមួយទីតាំងពុតគឺនៅសាលាកប់ស្រូវបាទគេហៅថាមជ្ឈមណ្ឌលបច្ចេកទេសមជ្ឈមណ្ឌលពហុបច្ចេកទេសបាទទំនប់កប់ស្រូវបាទឲ្យតែយើងបានប្រឡងជាប់នោះយើងអាចដាក់ពាក្យទៅបម្រើការងារនៅកូរ៉េបានហើយបាទហើយបន្ទាប់ពីយើងបានដាក់ពាក្យហើយមិនទាន់ថា100%យើងបានទៅទេបាទមានអ្នកខ្លះក៏ដាក់ហើយក៏ឆាប់បានទៅរយៈពេល1ខែអីបានទៅអញ្ចឹងណាមានអ្នកខ្លះទៀតដាក់ពាក្យរយៈពេល2ឆ្នាំនៅតែមិនទាន់បានទៅរហូតដល់ផុតសុពលភាពនៃការដាក់ពាក្យហ្នឹងត្រូវទៅប្រឡងមួយសារទៀតបើព្រោះថាមានរយៈពេលវាខ្ញុំមិនចាំថារយៈពេលប្រហែលទេប៉ុន្តែមានរយៈពេលពេលយើងដាក់ពាក្យថាមិនបានធ្លាក់ឈ្មោះរយៈពេលប្រហែលឆ្នាំទេវាអត់ធ្លាក់នោះយើងត្រូវក្រសួងតម្រូវឲ្យយើងប្រឡងសារថ្មីដើម្បីដាក់ពាក្យសារថ្មីបើមិនអញ្ចឹងទេឈ្មោះយើងនឹងត្រូវលុបចោលបាត់ហើយពាក្យដែលយើងដាក់នោះវាត្រូវថាវាទៅខាងក្រោមបាត់នៅសាមានបេក្ខជនយើងដាក់ពាក្យច្រើនពលករដាក់ពាក្យច្រើនបាទអញ្ចឹងទៅយើងត្រូវប្រឡងដាក់ពាក្យសារទៀតហើយសម្រាប់សំណុំទៀតដែលបងប្អូនគាត់ធ្វើថាយើងប្រឡងជាប់ប៉ុន្តែយើងអត់ចេះភាសាកូរ៉េផងតែយើងទៅធ្វើការងារបានអត់កន្លែងនេះគឺយើងអាចទៅធ្វើបានបាទប៉ុន្តែការលំបាកនោះគឺយើងគឺលំបាកច្រើនបើសិនជាយើងអត់ចេះភាសាកូរ៉េសោះដើម្បីទំនាក់ទំនងជាមួយនឹងថៅកែជាមួយនឹងពលករដូចគ្នាដូចជាបរទេសជនជាតិផ្សេងៗដែលធ្វើការជាមួយយើងពិបាកទំនាក់ទំនងគ្នាបាទហើយមួយទៀតគឺការជេរស្ដីអីហ្នឹងវាយើងពិបាកស្ដាប់នោះហើយយើងទទួលបានអារម្មណ៍ថាឯកាខ្លាំងបើសិនជាយើងអត់ចេះហើយបើយើងអត់ចេះយើងទៅជួបជនជាតិខ្មែរយើងច្រើនវាមិនសូវជាបញ្ហាបានទេព្រោះថាយើងមានគ្នាយើងដើម្បីភាសាគ្នាសួរនាំគ្នាអញ្ចឹងហើយបើសិនជាយើងឯកាតែឯងប៉ះរោងចក្រណាមិនទាន់មានពលករខ្មែរធ្វើទេនោះយើងពិបាកខ្លាំងដោយសារយើងទៅនោះបើសិនជាយើងមានការងារច្រើននោះយើងអត់មានពេលទៅរៀនទេបងប្អូនអត់មានពេលរៀនទេហើយយើងមានពេលយប់រៀនបើសិនយើងធ្វើការងារហត់ក៏យើងអត់មានដូចថាពេលវេលាណាជ្រៀតរៀនអញ្ចឹងព្រោះយើងជ្រៀតពេលសម្រាប់បន្ទាប់ពីការងារនឿយហត់ទៅយើងត្រូវការសម្រាប់ច្រើនបាទអញ្ចឹងការទៅធ្វើការនៅកូរ៉េនោះគឺវាមិនលំបាកពេកទេប៉ុន្តែវាក៏មិនងាយស្រួលដែរបើសិនជាងាយស្រួលគឺបានទៅគ្រប់គ្នាហើយព្រោះថាយុវជនយុវអីទៅប្រុសទៅស្រីនៅគឺយើងអ្នកអត់មានការងារធ្វើគឺចង់ទៅធ្វើការនៅនោះច្រើនបាទច្រើនមែនតើប៉ុន្តែដោយសារការលំបាកនៃការទៅទាំងការរៀនទាំងការចំណាយហ្នឹងពិបាកច្រើនអញ្ចឹងការទៅនឹងត្រូវការប្រកួតប្រជែងអ្នកមានសំណាងអ្នកអីចឹងទៅណាអ្នកខ្លះរៀនចេះប៉ុន្តែអត់បានទៅក៏មានដែរបងប្អូនណា